OK បងប្អូនអរគ្នាអញ្ចឹងយើងទទួលស្គាល់ទាំងអស់គ្នាថា AI ឥឡូវនេះគឺវាខ្លាំងមែនទែនប៉ុន្តែអីដែលវាខ្វះខាតនោះគឺវាខ្វះខាតចំណុចមួយគឺតកតងជាមួយនឹង context គឺវាអត់ដឹងតកតងជាមួយនឹង business model business flow business logic ឬក៏ procedure អីផ្សេងរបៀបធ្វើការជាមួយ Git របស់យើងអីជាដើមរបៀប communicate នៅក្នុង team របស់យើងថាយើងត្រូវបើក PR ប្រើ template អីគេអាហ្នឹងគឺជារបស់ដែលវាខ្វះខាតនិយាយទៅវាខ្វះខាត context តកតងជាមួយនឹងបច្ចេកមួយនឹងតែម្ដងអញ្ចឹងបងប្អូនគ្នាសាកសម័យមកបើសិនជាយើងអាចបំពេញនៅចំណុចខ្វះខាតមួយនឹងបានថាតើការធ្វើការជាមួយនឹង AI របស់យើងនឹងវានឹងខ្លាំងប៉ុណ្ណាដែរអញ្ចឹងហើយបើយើងមាន concept មួយគឺ skill ការប្រើប្រាស់ skill នៅក្នុងបច្ចេករបស់យើងនិយាយទៅអា skill នេះបើនិយាយសាមញ្ញទៅគឺជារបៀបរបបធ្វើការរបស់យើងនិងអីដែលយើងដឹងតាក់ទងជាមួយនឹងបច្ចេកមួយហ្នឹងមិនថា business flow business model business logic អីផ្សេងជាដើម procedure អីផ្សេងយើងដាក់ចូលទៅក្នុង skill ហ្នឹងទាំងអស់តែម្ដងនិយាយទៅអា skill ហ្នឹងគឺអីដែលយើងចង់ឲ្យ AI វាដឹងអីដែលយើងចង់ឲ្យ AI វាធ្វើតាមនិង best practice អីផ្សេងហ្នឹងយើងដាក់ចូល skill ទាំងអស់ទៅនៅក្នុងបច្ចេករបស់យើងហ្នឹងយើងមាន folder skill មួយយើងដាក់ចូលទៅក្នុងហ្នឹងទៅអញ្ចឹងខ្ញុំនឹងមាន sample skill មួយដាក់នៅក្នុង comment បងប្អូនអ្នកអាចចូលទៅ check មើលបាន